វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើចេកឆាបែប BBQ បងប្អូនមើលដល់ចប់ហើយនឹងចេះធ្វើឲ្យឆ្ងាញ់ទៀតហើយបើសិនជាបានចេកថ្មីកាត់ភ្លាមអញ្ចឹងដឹងតែឆ្ងាញ់ហ្មងដោយសារអីពេលដែលកាត់ថ្មីពេលដែលយើងបំពងទៅវាស្រួយសឹកមកជាការម្យ៉ាងនេះតើបងប្អូនមានផ្លែឈើញ៉ាំតាមរដូវកាលរហូតហ្មងឲ្យតែយើងអាសាដាំចាចេកឡដិតទៅហើយតើអត់ញ៉ាំដែរពេលចេកស្នាដៃវិញម្ដងចាចឹងរបៀបធ្វើដំបូងយើងចិត្តសបកចេកយើងអត់ណាស្អាតមកបន្ទាប់មកយើងដាក់វានៅក្នុងទឹកអំបិលដើម្បីឲ្យវារក្សាពណ៌ចេកយើងនៅតែស្រស់ហើយខ្ញុំក៏មកសួរចំណាប់អារម្មណ៍ថាបើសិនជាមកលក់ចេកឆាវិញមានអារម្មណ៍យ៉ាងណាលក់ត្រីមកលក់ចេកឆាអូមិនសំបានលុយចេកឆានឹងប្រហែលថ្ងៃបានត្រីផ្លែពួករៀនថាបានលុយព្រោះចេកឆាលុយតិចប៉ុន្តែការដាំត្រីគឺយើងចំណាយដើមទុនច្រើនមែនតែទាំងរយៈពេលនិងដើមទុនក្នុងការដាំតែចេកអត់ទេបងប្អូនយើងដាំចោលហើយរយៈពេលប្រហែលខែគឺយើងបានផលហើយអត់ដូចត្រីទេឥឡូវមកមើលការធ្វើចេកយើងបន្តវិញអញ្ចឹងចេកយើងមុនបំពងយើងដាក់ភ្លេងយើងឲ្យក្តៅសិនហើយចាំដឹងថាវាក្តៅនៅយើងតម្លាក់មួយមើលមកបើសិនជាវាដាក់ទៅឈឺអានឹងដឹងថាភ្លេងយើងក្តៅខ្លាំងហើយភ្លេងក្តៅហើយយើងអាចចាក់ចូលច្រើនហើយតោះមកយើងកូរវាមកកុំឲ្យវាស្អិតជាប់គ្នាចេកមិនតន់ឆ្អិនហងមានអ្នកអង្គុយចាំភ្លួយឆ្មាទេខ្ញុំខ្ជូរទេបងប្អូនញីមួយឈ្មោះមួយគេមានគូណាចេកបំពងយកតែបានពណ៌ហ្នឹងអាចស្រង់ឡើងបានហើយព្រោះតែទឹកយូរពេកវាអាចនឹងខ្លោចវាសាំងស្ដាយមកវាទៅចេកមួយស្ទងនេះយើងបំពងឆដងដែរល្មមទៅអស់អញ្ចឹងដាក់បន្ទាប់លឿនដោយសារភ្លេងយើងក្តៅស្រាប់ចុងពងការនេះយើងសម្រាប់ចេកយើងកាន់តែស្អាតហើយថ្នាក់ដៃអញ្ចឹងសញ្ញាវៈចុងក្រោយយើងទុកចេកយើងឲ្យយើងត្រជាក់សក់ខ្លាញ់តិចទៅយើងប្រឡាក់គ្រឿងវាអញ្ចឹងការប្រឡាក់គ្រឿងសម្រាប់លើបងប្អូនចំណុចចិត្តទេចូលចិត្តគ្រឿងប្រភេទអីក៏លោកប្រភេទហ្នឹងទៅជួយយើងក្លុកវាទៅបងប្អូននៅឆ្ងាញ់មែនតើរូបមន្តនេះបងប្អូនអាចធ្វើនៅទីទុកញ៉ាំលេងទៅឬក៏ធ្វើលក់ទៅក៏បានដែរដោយសារវាជាឆ្ងាញ់ចុះវីដេអូយើងមានតែប៉ុណ្្នឹងនេះអរគុណសម្រាប់ការទស្សនាបងប្អូនអាចជួយ like និង share បានណា